គោចាស់ចង់ស៊ីស្មៅខ្ចីនេះគឺជាករណីឃាតកម្មដ៏រន្ធត់មួយដែលជនរងគ្រោះគឺជាអនិច្ចជនត្រូវបានឃាតករដែលជាតាចាស់ចាប់រំលោភរួចសម្លាប់បំបិតមាត់បន្ទាប់មកជីរណ្ដៅកប់សាកសពនាងនៅខាងក្រោយផ្ទះបំបត្តិផោះតាងពិតជាសាហាវព្រៃផ្សៃមែនទែនវ៉ាឡេរីមានអាយុ17ឆ្នាំនាងរស់នៅជាមួយនឹងឪពុកម្ដាយនៅក្នុងរដ្ឋ Indianapolis សហរដ្ឋអាមេរិកនាងគឺជាក្មេងស្រីរស់រាយកំប្លែងហើយស្រឡាញ់សាស្ត្រមានក្តីស្រមៃចង់ក្លាយទៅជាពេទ្យសាស្ត្រក្រៅពីរៀនសូត្រលេរីមានការងារក្រៅម៉ោង1គឺនាងធ្វើការជាអ្នកថែសួនកន្លែងធ្វើការរបស់នាងគឺនៅទល់មុខផ្ទះរបស់នាងតែម្ដងនាងបានធ្វើការងារនេះអស់រយៈពេលជិត2ឆ្នាំហើយតកែរបស់នាងមានឈ្មោះថា Scott អាយុ59ឆ្នាំគាត់ជាតកែផងហើយក៏ជាអ្នកជិតខាងផងដែរ Scott មានប្រពន្ធមានកូនហើយនឹងមានចៅអាយុប្រហាក់ប្រហែលជាមួយនឹងLarryដូចគ្នា Scott ស្រឡាញ់រាប់អានឪពុកម្ដាយរបស់Larryដូចជាបងប្អូនសាច់ញាតិហើយគាត់ក៏ស្រឡាញ់រាប់អានLarryខ្លាំងផងដែរប៉ុន្តែក្តីស្រឡាញ់នោះហាក់ដូចជាខុសធម្មតា Scott ចាប់ផ្ដើមមានចិត្តស្រឡាញ់Larryដូចជាសង្សារគាត់បានចំណាយពេលនៅក្បែរនាងច្រើនជាងគ្រួសាររបស់ខ្លួនឯងទៅទៀតគាត់បានទិញកាដូជូននាងនាំនាងដើរលេងនិងបានលួចដាក់កម្មវិធីតាមដាននៅក្នុងទូរស័ព្ទដៃរបស់Larryដើម្បីដឹងថាតើនាងកំពុងធ្វើអីខ្លះម្ដាយរបស់Larryបាននិយាយថាជួនកាល Scott ហាក់ដូចជាមានចិត្តប្រច័ណ្ឌធ្វើមើលតែLarryគឺជាសង្សាររបស់គាត់អញ្ចឹងប៉ុន្តែLarryតែងតែបដិសេធដែលនាងនិយាយថាប្រហែលជាមិនអញ្ចឹងទេលោកអ៊ំ Scott គ្រាន់តែចិត្តល្អដាក់នាងប៉ុណ្ណោះគួរឲ្យសោកស្ដាយណាស់ការយល់ឃើញបែបវិជ្ជមានរបស់Larryគឺខុសទាំងស្រុងហើយមិនយូរប៉ុន្មានសោកវិនិច្ឆ័យក៏បានកើតឡើងនៅថ្ងៃទី7ខែមិថុនាឆ្នាំ2023ត្រូវជាថ្ងៃពុធLarryបានប្រាប់ឪពុកម្ដាយថានាងទៅធ្វើការប៉ុន្តែលើកនេះហាក់ប្លែកខុសរាល់ដងព្រោះជាធម្មតាថ្ងៃពុធLarryមិនធ្វើការទេចាំបាច់យប់ជ្រៅទៅហើយមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញសោះឪពុកម្ដាយរបស់Larryព្រួយបារម្ភខ្លាំងណាស់គាត់បានខលទូរស័ព្ទទៅសួរនាំScottប៉ុន្តែ Scott បានបដិសេធថាថ្ងៃនេះLarryមិនបានមកធ្វើការទេព្រោះថ្ងៃពុធជាថ្ងៃឈប់សម្រាករបស់នាង Scott បានអះអាងថាថ្ងៃនេះគាត់ក៏មិនបានឃើញនាងដូចគ្នាម្ដាយរបស់Larryបានព្យាយាមខលទូរស័ព្ទទៅកូនស្រីជាច្រើនដងប៉ុន្តែខំមិនចូលឡើយគាត់បានប្រញាប់ខលទៅសួរនាំមិត្តភ័ក្តិនិងបានដើរស្វែងរកជុំវិញភូមិផងដែរប៉ុន្តែគួរឲ្យសោកស្ដាយគ្មាននរណាម្នាក់បានឃើញនាងឡើយដំណឹងនៃការបាត់ខ្លួនរបស់Larryត្រូវបានផ្សព្វផ្សាយពេញផ្ទៃប្រទេសប៉ូលីសបានចាត់កម្លាំងចុះឆែកឆេរតាមផ្ទះនិងបាន tracking តាមរយៈទូរស័ព្ទដៃរបស់Larryផងដែរមិនយូរប៉ុន្មានប៉ូលីសក៏ទទួលបានដំណោយខ្លះៗគួរឲ្យសង្ស័យមានសាក្សីម្នាក់បានអះអាងថាគេបានឃើញScottនាំLarryទៅដើរលេងនៅក្នុងសួនកំសាន្ត Aquarium ហើយមានសាក្សីម្នាក់ទៀតបានអះអាងថាគេបានឃើញScottបើកឡានរបស់Larryនៅថ្ងៃដែលនាងបាត់ខ្លួនប៉ូលីសចាប់ផ្ដើមចេញដីកាចុះឆែកឆេរនៅក្នុងផ្ទះរបស់ Scott ដោយសង្ឃឹមថាLarryអាចនៅរស់ប្រហែលជាScottបានឃុំនាងនៅទីតាំងណាមួយប៉ុន្តែជាអកុសលក្តីសង្ឃឹមនោះក៏រលត់បាត់បន្ទាប់ពីឆ្កែហិតក្លិនបានហិតទៅដល់ទីតាំងក្រោយផ្ទះរបស់Scottនៅទីនោះមានរណ្ដៅធំមួយមានអាចដីថ្មីដែលគេទើបតែជីកប៉ូលីសដឹងច្បាស់ណាស់ថាប្រកាសជាមានរឿងមិនល្អកើតឡើងចំពោះLarryមិនខានឡើយដោយការសង្ស័យមែនបន្ទាប់ពីកែរណ្ដៅនោះប៉ូលីសបានរកឃើញប្រអប់ឈើរាងដូចក្តាមមឈូសហើយនៅក្នុងប្រអប់ឈើនោះគឺមានសាកសពដែលស្អុយរលួយវាគឺជាសាកសពរបស់Larry Scott បានសារភាពថាគេបានសម្លាប់Larryព្រោះដើម្បីតែការពារខ្លួនប៉ុណ្ណោះដោយសារតែLarryបានព្យាយាមចម្រិតទាបប្រាក់ពីគាត់និងបង្គាប់ឲ្យគាត់ទិញឡានថ្មីឲ្យនាងបើមិនអញ្ចឹងទេនាងនឹងទម្លាយរឿងដែលពួកគេធ្លាប់រួមភេទជាមួយគ្នាប្រាប់ទៅប៉ូលីសScott បានអះអាងថាគ្រប់យ៉ាងគឺLarryបានរៀបគម្រោងចង់ធ្វើស៊ីគាត់ខ្លាចបែកការហើយមានទោសទើបគាត់សម្លាប់នាងបំបិតមាត់ដែលបានរឹតកនាងដោយប្រើខ្សែក្រវ៉ាត់រហូតដល់នាងដាច់ខ្យល់ស្លាប់បន្ទាប់មកគាត់បានធ្វើប្រអប់ឈើរុំសាកសពនោះដោយផ្លាស្ទិក